មានវត្ថុមួយយ៉ាងកំពុងហោះនៅលើមេឃវាមានស្លាបធំទូលាយដូចតារាងបាល់ទាត់ប៉ុន្តែវាហោះលឿនជាងសំឡេងខ្យល់និងស្ងាត់ស្ងៀមបំផុតរ៉ាដារបស់សត្រូវមើលឃើញវាមានទំហំតូចពុនសត្វបក្សីមួយក្បាលប៉ុណ្ណោះប៉ុន្តែនៅពេលដែលវាបើកឃ្លាំងអាវុធវាអាចកំទេចទីក្រុងមួយបានក្នុងមួយប៉ព្រិចភ្នែកនេះមិនមែនជាយានអវកាសមកពិភពផ្សេងទេតែនេះគឺជា B2 Spirit ដែលជាយន្តហោះទម្លាក់គ្រាប់បែកដ៏ខ្លីបំផុតនិងគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសូមស្វាគមន៍មកកាន់ Channel ខ្មែរ News Daily ថ្ងៃនេះយើងនឹងនាំលោកអ្នកទៅជួបជាមួយស្ដេចនៃដែនអាកាសរបស់សហរដ្ឋអាមេរិកតើហេតុអ្វីបានជាវាមានតម្លៃរហូតដល់ $2,000 លានហើយតើវាមានសមត្ថភាពអ្វីខ្លះបានជាប្រទេសមហាអំណាចនានាខ្លាចរអាម្ល៉េះសូមតាមដានទស្សនាជាមួយយន្តខ្ញុំដូចតទៅដើម្បីយល់ពីយន្តហោះ B2 យើងត្រូវបកក្រោយទៅកាន់សម័យសង្គ្រាមត្រជាក់នៅពេលនោះសហរដ្ឋអាមេរិកនិងសហភាពសូវៀតកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងសូវៀតបានបង្កើតប្រព័ន្ធការពារដែនអាកាសនិងរ៉ាដាដ៏ខ្លាំងក្លាបំផុតដែលធ្វើឲ្យយន្តហោះទម្លាក់គ្រាប់បែកធម្មតារបស់អាមេរិកមិនអាចហោះចូលទៅបានឡើយអាមេរិកត្រូវការអ្វីម្យ៉ាងដែលថ្មីអ្វីម្យ៉ាងដែលអាចហោះចូលទៅដល់បេះដូងរបស់សត្រូវទម្លាក់គ្រាប់បែកនុយក្លេអ៊ែរហើយហោះត្រឡប់មកវិញដោយសុវត្ថិភាពដោយគ្មាននរណាម្នាក់ដឹងខ្លួនគម្រោងសម្ងាត់មួយត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ1970ដែលមានឈ្មោះកូដថា ATB ឬមានន័យថាយន្តហោះទម្លាក់គ្រាប់បែកបច្ចេកវិទ្យាជាន់ខ្ពស់ក្រុមហ៊ុន Northrop គឺជាអ្នកឈ្នះការដេញថ្លៃដើម្បីបង្កើតយន្តហោះនេះពួកគេបានចំណាយពេលរាប់សិបឆ្នាំនិងលុយរាប់ពាន់លានដុល្លារដើម្បីស្រាវជ្រាវនិងបង្កើតរូបរាងយន្តហោះដែលមិនធ្លាប់មានពីមុនមកនោះគឺរូបរាងស្លាបហោះឬ Flying Wing នៅថ្ងៃទី17ខែកក្កដាឆ្នាំ1989ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល B2 Spirit បានហោះបង្ហាញខ្លួនជាលើកដំបូងចំណុចពិសេសបំផុតរបស់ B2 គឺសមត្ថភាព Stealth ឬការគេចខ្លួនពីរ៉ាដាតើគេធ្វើដូចម្តេចជាធម្មតារ៉ាដាដំណើរការដោយការបញ្ជូនរលកសញ្ញាទៅប៉ះនឹងវត្ថុហើយរលកនោះនឹងផ្លាតត្រឡប់មកវិញដើម្បីប្រាប់ថាមានអ្វីនៅខាងមុខប៉ុន្តែ B2 ត្រូវបានរចនាឡើងយ៉ាងពិសេសរូបរាងរបស់វាសំប៉ែតនិងគ្មានកន្ទុយបញ្ឈរដូចយន្តហោះទូទៅទេដែលធ្វើឲ្យរលកសញ្ញារ៉ាដាពេលបាញ់មកប៉ះវានឹងផ្លាតចេញទៅទិសផ្សេងមិនត្រឡប់ទៅរកស្ថានីយ៍រ៉ាដាវិញឡើយជាងនេះទៅទៀតផ្ទៃខាងក្រៅរបស់យន្តហោះទាំងមូលត្រូវបានស្រោបដោយថ្នាំលាបពិសេសម្យ៉ាងដែលជាសម្ងាត់ជាតិលំដាប់កំពូលថ្នាំលាបនេះមានតួនាទីស្រូបថាមពលរ៉ាដាមិនឲ្យផ្លាតចេញមកវិញអ្នកជំនាញបានប្រៀបធៀបថាបើយើងមើលតាមភ្នែកទទេយន្តហោះនេះមានទទឹងស្លាបដល់ទៅ52ម៉ែត្រប៉ុន្តែក្នុងអេក្រង់រ៉ាដារបស់សត្រូវវាបង្ហាញតួតូចស្មើនឹងសត្វបក្សីឬសត្វល្អិតមួយក្បាលប៉ុណ្ណោះនេះហើយជាមូលហេតុដែលគេហៅវាថាមេឃខ្មោចព្រោះវាអាចមើលឃើញតែមិនអាចចាប់បានម៉ាស៊ីនរបស់វាក៏ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយកម្ដៅផងដែរផ្សោមដែលចេញពីម៉ាស៊ីនត្រូវបានលាយជាមួយខ្យល់ត្រជាក់និងបង្ហូរចេញតាមបំពង់នៅផ្នែកខាងលើរបស់ស្លាបដើម្បីកុំឲ្យកាំជ្រួញចាប់កម្ដៅរបស់សត្រូវអាចបាញ់ចំគោលដៅបានឥឡូវនេះយើងមកនិយាយអំពីរឿងលុយវិញម្ដង B2 Spirit គឺជាយន្តហោះដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រតម្លៃសរុបនៃគម្រោងនេះបើគិតជាមធ្យមមួយគ្រឿងមានតម្លៃប្រហែល$2,100 លានអាមេរិកបើគិតជាទម្ងន់វិញយន្តហោះនេះមានតម្លៃថ្លៃជាងមីងសុទ្ធដែលមានទម្ងន់ស្មើគ្នាទៅទៀតដំបូងឡើយសហរដ្ឋអាមេរិកគ្រោងផលិតយន្តហោះនេះចំនួន132គ្រឿងប៉ុន្តែដោយសារសង្គ្រាមត្រជាក់បានបញ្ចប់និងតម្លៃវាថ្លៃពេកចំនួនផលិតត្រូវបានកាត់បន្ថយមកត្រឹមតែ21គ្រឿងប៉ុណ្ណោះយន្តហោះនីមួយៗមានឈ្មោះជារដ្ឋផ្សេងគ្នារបស់សហរដ្ឋអាមេរិកដូចជា Spirit of America, Spirit of Texas ឬ Spirit of New York ជាដើមដោយសារតែវាមានតម្លៃថ្លៃនិងចំនួនតិចតួចការថែទាំយន្តហោះនេះគឺជារឿងស្មុគស្មាញបំផុតយន្តហោះនេះត្រូវរកទុកនៅក្នុងឃ្លាំងដែលមានម៉ាស៊ីនត្រជាក់និងការគ្រប់គ្រងសំណើមយ៉ាងតឹងតឹងដើម្បីការពារថ្នាំលាបពិសេសរបស់វាកុំឲ្យខូចគុណភាពទោះបីជាវាថ្លៃមែនប៉ុន្តែ B2
មិនមែនផលិតមកដើម្បីតាំងបង្ហាញទេវាបានចូលរួមក្នុងសង្គ្រាមជាច្រើនវត្តមានដំបូងរបស់វាគឺនៅក្នុងសង្គ្រាមកូសូវូនៅឆ្នាំ1999នៅពេលនោះ B2 បានហោះពីសហរដ្ឋអាមេរិកទៅទម្លាក់គ្រាប់បែកនៅអឺរ៉ុបហើយហោះត្រឡប់មកវិញដោយមិនឈប់សម្រាកប្រតិបត្តិការដ៏អស្ចារ្យមួយទៀតគឺបន្ទាប់ពីព្រឹត្តិការណ៍11កក្កដាយន្តហោះ B2 បានហោះពីមូលដ្ឋាន Wyman នៅរដ្ឋ Missouri សហរដ្ឋអាមេរិកទៅទម្លាក់គ្រាប់បែកនៅអាហ្វហ្គានីស្ថានមីសកម្មនេះមានរយៈពេលហោះជាប់គ្នារហូតដល់44ម៉ោងលោកអ្នកប្រហែលជាឆ្ងល់ថាតើអ្នកបើកបរអាចទ្រាំអង្គុយបានដោយរបៀបណានៅក្នុងយន្តហោះតម្លៃរាប់ពាន់លានដុល្លារនេះមានកៅអីសម្រាប់អ្នកបើកបរតែ2នាក់ប៉ុណ្ណោះម្នាក់គឺជាអ្នកបញ្ជាយន្តហោះនិងម្នាក់ទៀតគឺជាអ្នកបញ្ជាមីសកម្មពួកគេមិនមានកន្លែងដែលធំទូលាយទេនៅខាងក្រោយកៅអីមានកន្លែងទំនេរតិចតួចបំផុតដើម្បីឲ្យពួកគេអាចដាក់ពូកតូចមួយដើម្បីផ្លាស់ប្ដូរគ្នាសម្រាកពួកគេមានបង្គន់តូចមួយនិងកន្លែងកម្ដៅអាហារសាមញ្ញក្នុងមីសកម្មរាប់10ម៉ោងពួកគេត្រូវញ៉ាំអាហារកញ្ចប់ដេកលក់មួយផ្លែតនិងត្រូវចាក់សាំងលើអាកាសជាច្រើនដងវាគឺជាការងារដែលទាមទារភាពអត់ធ្មត់និងស្មារតីខ្ពស់បំផុតព្រោះកំហុសតែបន្តិចអាចធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានដុល្លារទោះបីជាវាជាកំពូលបច្ចេកវិទ្យាក៏ដោយក៏ B2 ក៏មិនអាចគេចខ្លួនពីគ្រោះថ្នាក់ដែរនៅក្នុងឆ្នាំ2008មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅកោះហ្គួមយន្តហោះ B2 មួយគ្រឿងដែលមានឈ្មោះថា Spirit of Kansas បានធ្លាក់ភ្លាមបន្ទាប់ពីហោះឡើងមូលហេតុនៃការធ្លាក់នេះគឺជារឿងដែលគួរឲ្យហួសចិត្តបំផុតវាបណ្ដាលមកពីសំណើមឬទឹកសម្ដៅជ្រាបចូលទៅក្នុង sensor តូចមួយរបស់យន្តហោះការនេះធ្វើឲ្យកុំព្យូទ័រយល់ច្រឡំថាយន្តហោះកំពុងហោះចុះក្រោមដូច្នេះកុំព្យូទ័រក៏បញ្ជាឲ្យយន្តហោះងើបឡើងទៅលើខ្លាំងពេករហូតដល់បាត់បង់លំនឹងនិងធ្លាក់តែម្ដងសំណាងល្អអ្នកបើកបរទាំងពីរនាក់បានចុចកៅអីលោតឆោតយន្តចេញទាន់ពេលវេលានិងមានសុវត្ថិភាពប៉ុន្តែសហរដ្ឋអាមេរិកបានបាត់បង់ទឹកប្រាក់$2000 លានត្រឹមតែប៉ុន្មានវិនាទីនេះគឺជាការធ្លាក់យន្តហោះដែលខាតបង់លុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន B2 បានបម្រើការងារជាង30ឆ្នាំហើយបច្ចេកវិទ្យារបស់វានៅតែខ្លាំងគេបំផុតប៉ុន្តែសហរដ្ឋអាមេរិកមិននៅស្ងៀមទេពួកគេកំពុងអភិវឌ្ឍយន្តហោះជំនាន់ថ្មីឈ្មោះ B-21 Raider ដើម្បីមកជំនួស B2 នៅពេលអនាគត B-21 នឹងមានបច្ចេកវិទ្យាទំនើបជាងឆ្លាតជាងនិងចំណាយប្រាក់ថែទាំតិចជាងប៉ុន្តែទោះបីជាយ៉ាងណា B2 Spirit នឹងនៅតែបន្តហោះហើរនៅលើមេឃរហូតដល់យ៉ាងហោចណាស់ឆ្នាំ2030វានៅតែជានិមិត្តសញ្ញានៃអំណាចនិងបច្ចេកវិទ្យាដែលគ្មានគូប្រពាព្យសរុបមក B2 Spirit មិនមែនគ្រាន់តែជាយន្តហោះចាំបាច់ទេវាគឺជាវិស្វកម្មដ៏អស្ចារ្យរបស់មនុស្សជាតិដែលបង្ហាញថាយើងអាចបង្កើតវត្ថុដែលធ្ងន់ឲ្យហោះបាននិងបង្កើតវត្ថុដ៏ធំឲ្យមើលមិនឃើញបានទោះបីជាមានតម្លៃថ្លៃកប់ប្រមូលក៏ដោយប៉ុន្តែសម្រាប់មហាអំណាចដូចជាអាមេរិកវាគឺជាអាវុធយុទ្ធសាស្ត្រដែលគ្មានខ្វះបានដើម្បីការពារផលប្រយោជន៍និងបង្ហាញឥទ្ធិពលរបស់វាតើលោកអ្នកយល់យ៉ាងណាដែរចំពោះយន្តហោះតម្លៃ$2000 លាននេះតើវាស័ក្តិសមនឹងតម្លៃដែរឬទេសូមបញ្ចេញមតិយោបល់នៅខាងក្រោមហើយបើសិនជាលោកអ្នកពេញចិត្តវីដេអូនេះសូមកុំភ្លេចចុច like share និង subscribe Channel Khmer News Daily ដើម្បីទទួលបានវីដេអូឯកសារថ្មីៗនិងព័ត៌មានយោធាជុំវិញពិភពលោកសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមគោរពលា